ចឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់ពពុះសដែកហើយតិចទៀតខ្ញុំនឹងឆ្នៃម្ហូបមួយមុខចេញពីសាច់ពពុះសដែកនឹងដដែលបងប្អូនណានេះសាច់ហ្នឹង6ហ្នឹងចាំមើលយើងថ្លឹងមើល6ដុំហ្នឹងប្រហែលខាំឲ្យវាស្រាលបងប្អូនទាំងអស់គ្នាចាអញ្ចឹង6ហ្នឹងចាំមើលខ្ញុំដាក់មើលវាប្រហែលក្រាមចឹងសាច់ពពុះសដែកហ្នឹងចំណេញមែនតែនទៅពេលដែលយើងមានទៅងាយស្រួលមែនតែនចាំមើល6ហ្នឹងអត់ដល់មួយខាំផងបងប្អូននេះ6ច្រើនណាបងប្អូនចាចាំមើលខ្ញុំចូលទៅត្រាំទឹកហើយអាហ្នឹងត្រាំលឿនមែនតែនត្រាំតែ1នាទី2នាទីអីហ្នឹងហើយទឹកចឹងណាអញ្ចឹងសាច់ដូងនេះខ្ញុំសាច់ចាស់ខ្ញុំចិតទុកប្រហែលជាមួយសមមិញអីអ្នកទុកអាហ្នឹងតិចយើងយកធ្វើស្នូលវាដោយសារថ្ងៃហ្នឹងខ្ញុំឆ្នៃធ្វើឆ្អឹងជំនីជ្រូកចាអញ្ចឹងយើងឆ្អឹងជំនីជ្រូកបួសបញ្ជាក់អញ្ចឹងម្ហូបបួសនេះស្រួលលើយើងឆ្នៃបងប្អូនទាំងអស់គ្នាខ្ញុំស្ដាយដូងដែលយើងញ៉ាំហើយហ្នឹងយើងសល់សាច់អញ្ចឹងយើងយកវាមកឆ្នៃមកចាហើយបងប្អូនអាចចិត្តធ្វើអញ្ចឹងកក់ស្អីគេសរសៃចង្វាមូលអញ្ចឹងមកនេះចិត្តប៉ិនកូនដៃចាចិត្តប៉ិនកូនដៃយើងហ្នឹងហើយចាអញ្ចឹងអំឡុងពេលយើងចាំសាច់ត្រាំសាច់ហ្នឹងយើងមកលាយសោះនៅនេះចឹងខ្ញុំលាយសោះហ្នឹងបើអីខ្ញុំយកម្សៅបន្លែនេះមួយស្ព្រានេះមកហើយលួចអំបិលបន្តិចបានហើយនេះអំបិលលួចបន្តិចបានហើយម្រេចក៏លួចបន្តិចដែរអញ្ចឹងតបមកយើងដាក់ប្រេងផ្សិតចាប្រេងផ្សិតនេះរបស់ខ្មែរយើងដែររបស់សិប្បកម្មសាហាម៉ាយើងហ្នឹងមួយស្លាបព្រាមកហើយទឹកប៉េងប៉ោះមួយស្លាបព្រាទឹកម្ទេសមួយស្លាបព្រាដែរអញ្ចឹងនេះបងប្អូនលបាយហ្នឹងយើងតិចទៀតយើងយកទៅធ្វើប្រឡាក់សាច់ដែលយើងត្រាំមុនហ្នឹងអូខេអញ្ចឹងមិញយើងទៅលាយសោះហើយនឹងតាមផ្លេតហ្នឹងឥឡូវសាច់យើងនេះតុននេះបងប្អូនអញ្ចឹងតុនអញ្ចឹងនេះសាច់ពពុះសដែកហ្នឹងខាងក្នុងវាអញ្ចឹងពេលយើងបើកមកនេះអញ្ចឹងនេះវាទៅសាយអញ្ចឹងណាអញ្ចឹងនេះយើងត្រាំតែមួយផ្លេតហ្នឹងបានហើយនេះបងប្អូនបានហើយអញ្ចឹងខ្ញុំយកទៅលាងសិនណាចាអញ្ចឹងសាច់អំបិញមិញហ្នឹងនេះយើងច្របាច់ទឹកឲ្យអស់មកច្របាច់ទឹកឲ្យអស់អញ្ចឹងមកនេះចឹងបានប៉ុណ្ណឹងចឹងជាមួយខ្ញុំកាត់វាមួយជា4មកនេះបងប្អូនណាចាកាត់ចឹងមកណាសាច់នេះឆ្នៃបានច្រើនបងប្អូនយើងយកវាហែកជាតសៃហើយប្រឡាក់ឲ្យបំពងយកទៅញ៉ាំជាមួយកាទៀវនិយាយទៅឆាបន្លែឆាអីស្ងោរអីបានទាំងអស់ចាចឹងខ្ញុំយកធ្វើឆ្អឹងចំណីជ្រូកអានឹងលើការឆ្នៃរបស់យើងបងប្អូនដោយសារតែយើងអ្នកហូបបួសយើងញ៉ាំសាច់អីអត់បានអញ្ចឹងយើងយកប្រូតេអ៊ីនពីសណ្តែកសៀងវិញអញ្ចឹងសណ្តែកសៀងរបស់គេនេះគឺយើងកំងមកពីចិនរិចខ្លួនឯងបងប្អូនចាអញ្ចឹងបងប្អូនអាចទិញយកទៅសាកបានដូចបងប្អូនឃើញអញ្ចឹងទាំងអស់ហ្នឹងអត់ដល់មួយខាំទេណាច្រើនមែនទែនចាអានេះញ៉ាំបើសិនជាយើងអ្នកញ៉ាំតិចវិញអានេះ3 4ដងអីចាអញ្ចឹងនេះប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងយកវាទៅញាត់ជាមួយនឹងសាច់ដូងនេះបងប្អូនណាសាច់ដូងយើងហ្នឹងខ្ញុំយកចង្កឹះសិនហោងសិនចាតមកយើងយកសាច់ដូងយើងដាក់ចូលប្រហោងនឹងចានេះយើងញាត់ហើយអញ្ចឹងបងប្អូនទាំងអស់គ្នានេះអញ្ចឹងយើងទុកសិនទុកចាត់ដាច់សិនហើយយើងធ្វើតដែរអញ្ចឹងមកចាធ្វើតដែរអញ្ចឹងមកឲ្យអស់សាច់របស់យើងមកដោយសារសាច់នេះវារៀងខ្ចីអញ្ចឹងរៀងនៅតុនណាបងប្អូនណានេះដូចឆ្អឹងចំណីយើងឆ្នៃទៅបងប្អូនសាច់នេះយើងប្រឡាក់ហើយយកទៅបំពងញ៉ាំក៏នេះដែរក៏ឆ្ងាញ់ដែរគាត់ថាខ្ញុំចង់ឆ្នៃទៅវាមានអាដូងនេះនៅសល់ហើយវាឈ្ងុយតែពេលអញ្ចឹងយើងតែឆ្នៃទៅលើការឆ្នៃប្រឌិតរបស់យើងទេនេះធ្វើតដែរអញ្ចឹងមកណាបងប្អូនទាំងអស់គ្នានេះខ្ញុំកាត់តម្រឹមឲ្យស្អាតហើយអានេះអត់តន់កាត់តម្រឹមអញ្ចឹងខ្ញុំកាត់តម្រឹមវាឲ្យវាឃើញមើលតំណងណាយើងកាត់តម្រឹមហ្នឹងកាត់អាលើសចេញទៅល្មមប៉ុណ្្នឹងបាននេះប៉ុណ្្នឹងមកកាត់ទាំងអស់មកណាចា
មអញ្ចឹងបងប្អូនតែខ្ញុំចង់ឲ្យយូរតិចទៀតឲ្យវាស្រៀងស្រួយចាអ្នកបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងបានហើយខ្ញុំយកពណ៌ប៉ុណ្ណឹងណាហ្នឹងហើយអញ្ចឹងនេះស្ករត្នោតខ្ញុំដាក់កន្លះស្ព្រាទេច្រើនពេកចាហ្នឹងហើយនេះឡើងជើងក្រងអញ្ចឹងណាហើយអាទឹកសោះមុនហ្នឹងដែលយើងច្បល់ដាក់ចូលមកចានេះទឹកជាប្រហែលមកវែកសម្លមកចាដាក់ចឹងមកកលេងដាក់ចូលមកកូរសោះយើងថែមភ្លើងវិញកន្លែងនេះមកហើយអាសាច់ដែលយើងពងមុនហ្នឹងនេះឆ្អឹងជំនីបួសយើងដែលធ្វើពីសណ្ដែកសាច់សណ្ដែកហើយហ្នឹងដូងហ្នឹងសាច់ដូងហ្នឹងដាក់ចូលមកច្បល់បងប្អូនតែប៉ុណ្្នឹងក៏បានដែរញ៉ាំបានហ្មងណាតែខ្ញុំចង់មានបន្លែថែមអញ្ចឹងខ្ញុំដាក់ឆៃថាវអញ្ចឹងបងប្អូននេះយើងលាស់តិចមកណាចានេះតែប៉ុណ្្នឹងហើយដាក់តាជីដាក់តែម្រេចមកអូឆ្ងាញ់សាហាវម្ទេសក៏បានដែរបើមានម្ទេសហាវ៉ៃក៏ហាវ៉ៃទៅហើយយកទៅឆាជូរអែមក៏បានដែរសាច់នេះឆាជូរអែមកាន់តែឆ្ងាញ់ចាអញ្ចឹងយើងដាក់ហើយថាវនេះខ្ញុំស្រុះទឹកក្តៅមុនហ្នឹងចាចង់ញ៉ាំមានបន្លែមានអីមកដាក់អញ្ចឹងមកនេះដែលយើងចូលចិត្តណាខ្ញុំធ្វើប៉ែអញ្ចឹងមានបន្លែមានទឹកអីញ៉ាំស្រូបមួយបាយចានេះបងប្អូនទាំងអស់គ្នាពេលគេពុះទៅសម្រស់គេគឺបែបហ្នឹងចាអញ្ចឹងបងប្អូនចង់ដាក់ការ៉ុតដាក់ផ្សិតខ្មៅអីទៀតក៏បានដែរណាដោយសារខ្ញុំចង់ញ៉ាំតែថៃថាវទេហ្នឹងហើយជាមួយនឹងសាច់ឆ្អឹងជំនីបួសដែលយើងច្នៃខ្លួនឯងហ្នឹងអញ្ចឹងរសជាតិកាន់តែឆ្ងាញ់ចាអ្នកបងប្អូនហើយញ៉ាំទៅឈ្ងុយបងប្អូនអាសណ្ដែកហ្នឹងអាសាច់សណ្ដែកយើងនេះហើយនឹងអាសាច់ដូងក្នុងខ្ទិះទៀតអូកាន់តែឆ្ងាញ់បងប្អូនចាហើយដល់ពេលពុះប៉ុណ្ណេះហើយបងប្អូនភ្លក់មើលទៅភ្លក់រសជាតិមើលទៅណាភ្លក់មើលរសជាតិខ្លួនឯងចូលចិត្តទៅបើខ្ញុំនៅប៉ុណ្ណឹងល្មមហ្នឹងប៉ុណ្ណឹងបានហើយយើងអាចហត់ទឹកបានកុំឲ្យប្រៃបងប្អូនចង់ប្រៃថែមអំបិលតិចទៀតទៅទឹកត្រីអីទៀតទៅហ្នឹងហើយបានហើយបងប្អូននេះរសជាតិហ្នឹងខ្ញុំហៅថាខថៃថាវឆ្អឹងជំនីបួសចាចឹងម្ហូបខ្ញុំថ្ងៃនេះបានតែប៉ុណ្្នឹងឯងអរគុណពុកម៉ែបងប្អូនទាំងអស់សម្រាប់ការគាំទ្រហាង Go Green Vegetarian ចាជូនពរពុកម៉ែបងប្អូនទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនជួបគ្នាក្នុងវីដេអូក្រោយចាសូមអរគុណសូមជម្រាបលា